ទឹកដោះម្ដាយថ្លៃពីពិធីត្រៀមបុណ្យសពคล้ายជាការត្រឡប់មកវិញនៃជីវិតរឿងរ៉ាវដ៏រំជួលចិត្តរបស់វីរៈនគរបាលការពារព្រំដែនពាក្យចាស់បុរាណពោលថាទឹកដោះម្ដាយថ្លៃគឺជាពាក្យប្រៀបធៀបដ៏មានន័យមួយសម្រាប់មនុស្សដែលមានសំណាងខ្ពស់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិតឬហៅថាមនុស្សដែលមិនទាន់អស់បុណ្យពាក្យនេះពិតជាស័ក្តិសមបំផុតសម្រាប់ស្ថានភាពរបស់លោកអនុសេនីត្រីគៀតស៊ីម៉ាក់ដែលបានបាត់ខ្លួនក្នុងសមរភូមិរហូតធ្វើឲ្យក្រុមគ្រួសារអស់សង្ឃឹមនិងបានរៀបចំពិធីបុណ្យទៅហើយប៉ុន្តែចុងក្រោយលោកបានត្រឡប់មកវិញទាំងរាងកាយរស់រានមានជីវិតកាលពីថ្ងៃទី24ខែធ្នូឆ្នាំ2025កន្លងទៅមានឧបទ្ទវហេតុប៉ះទង្គិចមួយបានកើតឡើងនៅតំបន់បឹងត្រកួនក្នុងព្រឹត្តិការណ៍នោះលោកអនុសេនីត្រីគៀតស៊ីម៉ាក់ដែលមានតួនាទីជានាយករងប៉ុស្តិ៍នគរបាលរដ្ឋបាលកូកាធីននៃអធិការដ្ឋាននគរបាលសុកថ្មពួកបានរងរបួសក្នុងពេលបំពេញបេសកកម្មក្នុងស្ថានភាពដ៏ច្របូកច្របល់នៃសមរភូមិលោកត្រូវបានទាហានថៃចាប់ខ្លួនការបាត់ដំណឹងសូនឈឹងនិងស្ថានភាពតានតឹងនៅពេលនោះបានធ្វើឲ្យគ្រប់គ្នាសន្និដ្ឋានក្នុងផ្លូវអាក្រក់សម្រាប់ក្រុមគ្រួសារការបាត់ដំណឹងរបស់លោកគៀតស៊ីម៉ាក់គឺជាការឈឺចាប់ដែលមិនអាចបរិយាយបានដោយគិតថាលោកបានពលីជីវិតបាត់ទៅហើយនិងមិនមានសង្ឃឹមថានឹងបានជួបមុខគ្នាវិញក្រុមគ្រួសារបានសម្រេចចិត្តរៀបចំពិធីបុណ្យតាមប្រពៃណីដើម្បីឧទ្ទិសកុសលបរិយាកាសនៅពេលនោះពោរពេញទៅដោយភាពសោកសៅនិងការកាន់ទុក្ខអ្វីដែលមិននឹកស្មានដល់បានកើតឡើងនៅថ្ងៃទី20ខែមករាឆ្នាំ2026លោកអនុសេនីត្រីគៀតស៊ីម៉ាក់ត្រូវបានភាគីថៃបញ្ជូនត្រឡប់មកមាតុភូមិវិញការវិលត្រឡប់នេះប្រៀបបាននឹងការកើតជាថ្មីដែលធ្វើឲ្យក្រុមគ្រួសារនិងមិត្តរួមការងារមានក្តីរំភើបនិងត្រេកអរជាពន់ពេកបច្ចុប្បន្នលោកកំពុងសម្រាប់ព្យាបាលរបួសនិងថែទាំសុខភាពយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនឬមន្ទីរពេទ្យមង្គលបុរីខេត្តបន្ទាយមានជ័យភ្លាមបន្ទាប់ពីបានទទួលដំណឹងនៃការត្រឡប់មកវិញនិងកំពុងសម្រាប់ព្យាបាលនៅរសៀលថ្ងៃទី20ខែមករាឆ្នាំ2026ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះសួរសុខទុក្ខដល់មន្ទីរពេទ្យក្រោមការណែនាំពីលោកឧត្តមសេនីតូសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីត្រីរ៉ែមវីរៈស្នងការរងទទួលផែនការងារសេនាធិការនិងសហការីបានពំនាំនៅការសាកសួរសុខទុក្ខនិងនាំយកអំណោយជាទឹកចិត្តដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីតូសថេតអគ្គស្នងការនគរបាលជាតិរួមមានថវិកាចំនួន2លានរៀលភេសជ្ជៈប៉ងកម្លាំងទឹកត្រចៀកកាមសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះមន្ត្រីក្រមអាវ៉ាតដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារបុរាណភាពទឹកដីនិងបម្រើជាតិមាតុភូមិសាយូនប៉ូសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សាលោកអនុសេនីត្រីគៀតស៊ីម៉ាក់ឲ្យឆាប់ជាសះស្បើយពីរបួសមានសុខភាពរឹងមាំនិងត្រឡប់មកជួបជុំគ្រួសារក៏ដូចជាបន្តបេសកកម្មជូនជាតិប្រកបដោយជោគជ័យតទៅមុខទៀតការលះបង់ដើម្បីអ្នកក្រោយបានសុខករណីរបស់លោកអនុសេនីត្រីគៀតស៊ីម៉ាក់គឺជាតាក់តាំងមួយដែលបង្ហាញថាសុខសន្តិភាពដែលយើងកំពុងមានរាល់ថ្ងៃមិនមែនបានមកដោយងាយស្រួលនោះទេមានបងប្អូនកងកម្លាំងជាច្រើនបានលះបង់ឆ្ងាយផ្ទះឆ្ងាយគ្រួសារនិងហ៊ានប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់វិនាទីនៅតាមព្រំដែនការត្រឡប់មកវិញរបស់គាត់មិនត្រឹមតែជាក្តីត្រេកអររបស់គ្រួសារមួយទេតែជាការរំលឹកដល់ពលរដ្ឋគ្រប់រូបឲ្យចេះស្រឡាញ់និងដល់កម្លាំងដល់កងកម្លាំងការពារជាតិរបស់យើងទឹកភ្នែកដែលធ្លាប់ស្រក់ព្រោះការបាត់បង់ប្រែជាទឹកភ្នែកនៃក្តីរំភើបគ្រួសារបានអស់សង្ឃឹមនឹងរៀបចំធ្វើបុណ្យទៅហើយក្រោយបាត់ដំណឹងនៅសមរភូមិតាំងពីថ្ងៃទី24ខែធ្នូឆ្នាំ2025តែអព្យុត្តមាពិតជាមានមែននៅថ្ងៃទី20ខែមករាឆ្នាំ2026លោកអនុសេនីត្រីគៀតស៊ីម៉ាក់បានត្រឡប់មកវិញទាំងរាងកាយរស់រានមានជីវិតសូមអរគុណដល់ថ្នាក់ដឹកនាំជំទាស់ការយកចិត្តទុកដាក់និងសូមជូនពរវីរៈនគរបាលយើងឆាប់ជាសះស្បើយ